កម្ពុជាជាប្រទេសដែលមានប្រវត្តិសាស្ត្រនិងវប្បធម៌ដ៏រុងរឿងក៏ប៉ុន្តែបន្ទាប់ពីរបបខ្មែរក្រហមបានបន្សល់ទុកនូវសោកនាដកម្មហើយប្រទេសនេះបានឆ្លងកាត់សង្គ្រាមនិងអស្ថិរភាពជាច្រើនឆ្នាំទោះបីជាប្រទេសកម្ពុជាបាននឹងកំពុងសាងឡើងវិញជាបណ្ដាក៏ដោយក៏តំបន់ជនបទមួយចំនួននៅតែមិនទាន់ទទួលបានការអប់រំនិងការថែទាំសុខភាពជាមូលដ្ឋានពេញលេញនៅឡើយកុមារមកពីគ្រួសារក្រីក្រជារឿយៗត្រូវបានបង្ខំចិត្តបោះបង់ការសិក្សារៀបការមុនអាយុឬធ្វើការទាំងវ័យក្មេងការបង្កើតឡើងនៅអង្គការមូលនិធិគ្រួសារសម្រាប់កុមារ TSCS Cambodia បាននាំមកនូវក្តីសង្ឃឹមដ៏ភ្លឺស្វាងសម្រាប់កុមារ台湾儿童暨家庭扶助基金会是在2004年开始推动国际的服务工作，当初是从蒙古开始。那经过了10年的努力，我们当时已经除了蒙古之外，还有在吉尔吉斯、瓦蒂尼还有越南陆续成立了国际服务的据点。而在服务的过程当中，我们看到其实全世界有很多的国家的儿童及家庭都有这样的需要，特别是在教育的品质提升，还有在营养改善，还有像社区的很多的互动资源的协助方面，都有非常多需求。再加上当时我们有透过一些柬埔寨友人的协助跟建议之下，我们开始审慎的评估是否要在柬埔寨设立服务的据点，也就是柬埔寨家扶中心。柬埔寨家扶中心依循的台湾服务的经验，那我们用家庭服务的概念去提供服务。我们会有社工每年都会到家庭去做家庭访视，去陪伴孩子的成长。那我们也关心孩子的学习状况、营养状况、家庭的经济状况。所以一开始就是基本的生活维持，我们提供了扶助金啊，也有定期给物资，然后维持家庭的基本生活。家扶基金会一直都是秉持着以教育脱贫的概念在服务孩子。创立初期，其实我们有去了解到，在当地教育脱贫的概念其实没有那么的普及，大多数的家长其实觉得学习不重要，因为孩子可以早点出去工作，早点赚钱养家，才能协助家庭的经济。服务至今，社工去每个家庭的陪伴，然后也透过教育支持、奖学金、学用品之类的方案呢，去支持孩子的学习。到目前，就是每一年在申请奖助学金的孩子都越来越多。这些教育脱贫的概念呢，其实有越来越被这里的家庭跟孩子接受，所以其实教育这部分对柬埔寨来说是蛮重要的。អង្គការ TSCF គឺយើងបានធ្វើការជាមួយការ TSCF នេះគឺយើងគិតថាវាជាផ្នែកមួយយ៉ាងប្រសើរដែលអង្គការ TSCF បានចូលរួមចំណែកក្នុងការជួយដល់ក្មេងៗសហគមន៍ហ្នឹងគឺយើងឃើញថាយើងអាចមានថ្នាក់ភាសាអង់គ្លេសជាប្រចាំដែលបងប្អូនសិស្សដមរបស់យើងបានមកចូលរួមហ្នឹងគឺដោយសារអង្គការ TSCF ហ្នឹងឯងហើយតាមរយៈអង្គការ TSCF នេះធ្វើឲ្យយើងអាចមានថ្នាក់រៀនសម្រាប់បងប្អូននៅក្នុងសហគមន៍នេះដែលថ្នាក់ភាសាអង់គ្លេសមានស្ទើរតែសឹងរាល់ថ្ងៃអត់បើមិនវេនព្រឹកវេនថ្ងៃឬក៏វេនល្ងាចហើយបន្តមកទៀតយើងក៏បានបង្រៀនបងប្អូនតាក់ទងទៅនឹងដូចរៀបរាប់ខាងដើមមិញហ្នឹងតាក់ទងទៅនឹងអនាម័យខ្លួនប្រាណតាក់ទងសុខភាពមាត់ធ្មេញហើយយើងក៏បានសហការដោយសារតែមានអង្គការ TSCF ជួយអញ្ចឹងយើងមានឱកាសជាច្រើនដើម្បីពង្រីកខ្លួនយើងខ្ញុំគិតថាវាជាចំណុចសំខាន់ហើយ amazing បំផុតល្អបំផុតពីព្រោះវត្តមានរបស់អង្គការតៃវ៉ាន់ហ្វាន់ជាមួយនឹង ICO បានសហការគ្នាធ្វើឲ្យមានការផ្លាស់ប្ដូរសហគមន៍ទាំងមូលជាពិសេសគឺការយល់ដឹងរបស់ប្រជាពលរដ្ឋការយល់ដឹងរបស់អាជ្ញាធរដែនដីការយល់ដឹងរបស់កុមារយុវជនគាត់មានភាពប្រសើរឡើងល្អគាត់យល់ដឹងអំពីបរិស្ថានគាត់យល់ដឹងអំពីរបៀបរស់នៅផ្លាស់ប្ដូរអេរយាប័តធ្វើយ៉ាងណាឲ្យគាត់មានភាពប្រសើរឡើងហើយជាពិសេស
ទៀតនោះគឺពាក់ព័ន្ធទៅនឹងការអប់រំរបស់គាត់គឺឪពុកម្ដាយអាជ្ញាធរដែលជំរុញពួកគាត់ឲ្យចូលសាលារៀនបានជាទៀងទាត់ដោយឡែកយើងមានសកម្មភាពជាច្រើនដែលជួយជំរុញឲ្យគាត់មានភាពប្រសើរឡើងនៅក្នុងនោះយើងមានការចែកស្បៀងការផ្ដល់សម្ភារៈសិក្សាហើយយើងមានដូចជាថ្ងៃនេះយើងធ្វើកម្មវិធីមួយគឺកម្មវិធី Mobile Library មានថាការអប់រំចល័តរបស់កុមារដើម្បីជួយជំរុញលើកចិត្តគាត់ឲ្យគាត់ចូលសាលារៀនវិញពីព្រោះយើងយល់ឃើញថាកុមារក្រីក្រឪពុកម្ដាយក្រីក្រគ្រួសារក្រីក្រគាត់មានភាពលំបាកគាត់មានភាពយ៉ាប់យ៉ឺនគាត់មានកម្មវិធីនេះជួយជំរុញគាត់ចូលសាលារៀនចាប់តាំងពីឆ្នាំ2018ដល់បច្ចុប្បន្ននេះអង្គការមួយសម្រាប់មួយហើយនិងអង្គការមូលនិធិគ្រួសារសម្រាប់កុមារយើងបានសហការគ្នាទៅលើគម្រោងផ្ដល់អាហារូបត្ថម្ភគម្រោងថែទាំសុខភាពទូទៅនិងគម្រោងសុខភាពមាត់ធ្មេញចំពោះគម្រោងអាហារូបត្ថម្ភយើងបានផ្ដល់អាហារថ្ងៃត្រង់រៀងរាល់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យជូនទៅដល់កុមារ200នាក់ហើយតាមរយៈគម្រោងនេះផងដែរយើងបានបង្កើតឲ្យមានជាថ្នាក់រៀនបន្ថែមថ្នាក់ភាសាខ្មែរថ្នាក់ភាសាអង់គ្លេសហើយយើងក៏មានជាថ្នាក់អានសៀវភៅផងដែរតាមរយៈកម្មវិធីទាំងអស់នេះគឺយើងដើម្បីលើកកម្ពស់សមត្ថភាពរបស់កុមារនៅពេលដែលពួកគេបានចូលរៀននៅឯសាលាលើសពីនោះកុមារក៏ទទួលបាននៅសម្ភារៈសិក្សាផងដែរ有一次我去外省发学用品的时候，那时候其实没有想到孩子拿到学用品会有多么开心。把学用品交给孩子的时候，那孩子的眼中其实是散发了光，这样的开心跟感动可以鼓励孩子就是继续的学习。那我们也希望透过这样的方式去激励孩子努力的学习，继续的学习，最后透过教育去翻转自己的人生。过去这10年来，我们在柬埔寨投入了非常多的服务与工作。平均而言，我们每个月大概服务了3500到4000名儿童，也就是占我们整个台湾家福基金会在国际的一个9%到10%左右的预算。这些年当中，特别是教育品质的一个提升，还有在营养品的改善部分，是我们最感到骄傲的。也就是说，我们看到很多的孩子在这个过程当中得到了相关资源的协助，而且要强调的是，我们很多柬埔寨的工作伙伴，他们并不是学社会工作或者是社会政策、社区发展这样的一个理念背景的，他们可能来自于不同的学习的环境，但是他们都很愿意投入这样的工作，看到这些孩子的一些成长，让我们非常的感动。柬埔寨分事务所是我们第一个以 NGO 的方式在海外设立的分事务所。那 NGO 设立代表我们可以更加的贴近跟理解当地居民的需求。有这样 NGO 的设立呢，我们可以看到有些孩子的需要、社区的需要，还有整个国家和少需要，都是我们在柬埔寨我们有比较独特的一点。在未来10周年之后呢，我们会更加着重在区域的管理、区域需求的回应，然后让这个区域的孩子有更多的需要能被看见。我要由衷的代表家福基金会感谢我们柬埔寨家福中心陈代表，还有所有工作团队这10年来的用心。在这10年来，一步一脚印走入需要帮助的儿童、少年，还有他们的家庭。那未来，我希望我们家福中心能够朝着几个方向去努力。第一个就是我们提供服务的时候，要心怀使命，就是我们家福的使命是哪里有需要，我们的服务就在哪里。第二个就是我们的专业投入，基本上我们家福运用社工专业提供服务，希望我们的服务跟计划是有效能的。ខ្ញុំមានសេចក្តីថ្លែងអំណរគុណខ្លាំងមែនទែនទៅកាន់ TSCF ដែលបានផ្ដល់ជំនួយគឺដូចជាការមើលថែដិតដល់ទៅលើកុមារផ្ដល់ឱកាសឲ្យកុមារទទួលបានការសិក្សារៀនសូត្រទទួលបានចំណេះដឹងទាំងបំណិនជីវិតទាំងផ្ដល់ឱកាសឲ្យពួកខ្ញុំបានចូលរួមការងារសង្គមបានច្រើនដើម្បីអភិវឌ្ឍចំណេះដឹងខ្លួនឯងនិងមានទំនួលខុសត្រូវលើខ្លួនឯងអភិវឌ្ឍជាផ្នែកសង្គមនិងសេដ្ឋកិច្ចផងដែរពាក្យពេចន៍ដែលខ្ញុំចង់និយាយទៅកាន់អង្គការ TFCF ក៏ដូចជាជំនួសមុខឲ្យទៅកាន់កុមារក៏ដូចជាសិស្សដែលបន្តការសិក្សានៅថ្នាក់សាកលវិទ្យាល័យទាំងអស់គ្នាគឺមានតែការអរគុណទៅកាន់អង្គការ TFCF ដែលបានបង្កើតឡើងរយៈពេល10ឆ្នាំមកនេះដែលអង្គការ TFCF បានជួយទៅលើកុមារក៏ដូចជា
យុវជនជាច្រើនដូចជាពួកខ្ញុំដើម្បីឲ្យពួកខ្ញុំមានការអភិវឌ្ឍដូចជាជួយសម្រួលអាចនិយាយបានថាអង្គការ TFCF គឺជាពន្លឺនៃក្មេងៗទាំងអស់គ្នាដែលកំពុងតែខ្វះខាតក៏ដូចជាដែលកំពុងនឹងចង់ក្នុងការផ្សព្វផ្សាយទៅរកការសិក្សាសម្រាប់ខ្ញុំវិញខ្ញុំក៏មានពាក្យពេចន៍មួយចំនួនសម្រាប់និយាយទៅកាន់អង្គការ TSCF Cambodia ផងដែរគឺទីមួយគឺខ្ញុំសូមអរគុណអង្គការ TSCF Cambodia យ៉ាងខ្លាំងចំពោះការជួយមកកាន់រូបនាងខ្ញុំផ្ទាល់ក៏ដូចជាក្រុមគ្រួសាររបស់នាងខ្ញុំផ្ទាល់ហើយឯដែលសំខាន់នោះផងដែរគឺបានជួយដល់ក្មេងៗជាច្រើននៅក្នុងសហគមន៍របស់ខ្ញុំឲ្យប្រកបបានបន្តការសិក្សាក៏ដូចជាមានអាហារូបត្ថម្ភក៏ដូចជាបានបញ្ចប់នៅថ្នាក់វិទ្យាល័យក៏ដូចជាសាកលវិទ្យាល័យផងដែរហើយខ្ញុំក៏សូមជូនពរឲ្យអង្គការ TSCF ហ្នឹងទទួលបានលក្ខណៈដូចជាបុគ្គលិកឬក៏ប្រធានអង្គការឲ្យមានសុខភាពល្អហើយកាន់តែបានជួយក្មេងៗនៅកម្ពុជាហ្នឹងឲ្យបានច្រើនហើយទៅមុខទៀត在辅助的过程中，基金会其实很愿意把资源投入在孩子身上，我觉得这是一个很好的投资。那我也希望自己可以透过从受助者转变成助人者的一个过程，把自己的经验带到这些孩子身上，让他们知道，其实透过自己的努力是可以改变自己的生活。这里祝福柬埔寨家福中心10周年生日快乐！那希望在这里的每一个小朋友的笑容都因为你们变得更灿烂。下一个10年，家福基金会持续为你撑腰，加油！សូមអរគុណដល់អង្គការមូលនិធិគ្រួសារសហគមន៍ម៉ាហើយនៅក្នុងខួប10ឆ្នាំនេះអង្គការមួយសម្រាប់មួយសូមជូនពរដល់អង្គការមូលនិធិគ្រួសារឲ្យទទួលបានភាពជោគជ័យគ្រប់ភារកិច្ចហើយនឹងបន្តការគ្រប់គ្រងដល់កុមារកម្ពុជាជាច្រើនថែមទៀត Let's working together to make this place better and wonderful. The children, better country, better YAD, better TFCF, and better world. We wish TFCF Cambodia continue success and growth. អស់រយៈពេល10ឆ្នាំមកនេះអង្គការមូលនិធិគ្រួសារសម្រាប់កុមារ TFCF Cambodia បានដើរទន្ទឹមគ្នាជាមួយកុមាររាប់មិនអស់ឆ្លងកាត់គ្រាលំបាកជាច្រើនអង្គការបានផ្ដល់ឱកាសដល់កុមារដែលធ្លាប់ខកខានមិនបានចូលរៀនឲ្យបានសិក្សារៀនសូត្រឡើងវិញនិងបានជួយគ្រួសារដែលខ្វះខាតដើម្បីស្វែងរកក្តីសង្ឃឹមម្ដងទៀតការជួយទាំងនេះរួមមានការអប់រំការថែទាំសុខភាពរហូតដល់ការគាំទ្រជីវភាពរស់នៅប្រចាំថ្ងៃរាល់ការខិតខំប្រឹងប្រែងនីមួយៗរបស់អង្គការបានផ្លាស់ប្ដូរជីវិតរបស់កុមារគួរឲ្យកត់សម្គាល់រយៈពេល10ឆ្នាំមកនេះមិនមែនគ្រាន់តែជាការឆ្លងកាត់នៃពេលវេលាប៉ុណ្ណោះទេប៉ុន្តែជាដំណើរដ៏មានអត្ថន័យសម្រាប់កុមារនិងអង្គការមូលនិធិគ្រួសារសម្រាប់កុមារ